liquidity sweep ហ្នឹងថាម៉េចគ្រូ liquidity spread ហ្នឹងមានថាវាតបាក់ដើមទុនបងបានតែយើងមានន័យថាបងដាច់ stop loss Quasi mono គឺជាគំរូថ្លៃដែលបង្ហាញអំពីសញ្ញាបកក្បាលតាមរយៈការបង្កើត high ឬក៏ low និង market structure break បន្ទាប់ពីមានការត្របាក់ដើមទុនយើងឬក៏ហៅថាបន្ទាប់ពីដាច់ដើមទុនណា liquidity sweep ហ្នឹងថាម៉េចគ្រូ liquidity spread ហ្នឹងមានថាវាតបាក់ដើមទុនបងបានតែយើងមានន័យថាបងដាច់ stop loss បាទ ពេលបងចូល trade បងដាក់ stop loss អញ្ចឹង stop loss បងសាស៊ីបាត់ហើយចា liquidity grab liquidity swap ហើយនិង liquidity grab តែមួយឯង grab ក្តាម swap sweep បោះអង់គ្លេស sweep បោះមកគ្រូបោះបោះសម្អាតបាទយ៉ាងពីដូចគ្នាគ្រូបាទជួនកាលគេប្រើ grab គឺក្តាម grab ក្តាមមានន័យថាកន្លែងហ្នឹងក្តាមវាកាត់ផ្ដាច់នៅstop loss ដែលយើងកំណត់ហ្នឹងណាអញ្ចឹងវាប្រើដើម្បីកំណត់តំបន់ដែលមានសក្តានុពលថាថ្មីនេះមានណា institutional trader មានន័យថាអ្នកជួញដូរខ្នាតយក្សបានចូលរួម MC ចូលមកបាទមានន័យថាអ្នកជួញដូរខ្នាតយក្សអាពួកជួញដូរខ្នាតយក្សវាចូលម្ដងលេខ 5000 billion អីបងយល់ហើយចូលដោយក្រុម Donald Trump អីមិនចូលម្ដងតិចណាបងក្រុម Donald Trump វាចូលម្ដងសោះ1 billion ហើយវាអត់មាននិយាយយ៉ាងតិចទេអញ្ចឹង Quasi mono គឺជាតម្លៃគំរូតម្លៃដែលបង្ហាញអំពីសញ្ញាបកក្បាលតាមរយៈការបង្កើត high ឬក៏ low និងការបែករចនាសម្ព័ន្ធផ្សារបន្ទាប់ពីមានការបោះសម្អាតនៅដើមទុនដែលយើងដាក់ stop loss នោះហើយវាគឺជាតំបន់មួយដែលពួកអ្នកដែលកលោធ្ងន់ខ្ញុំប្រើពាក្យកលោធ្ងន់អញ្ចឹងទៅណាដាប់យល់ទេកលោធ្ងន់ MC បណ្ដោយទៅបាទអត់ទេ MC ជួនកាលគឺយើងអត់ដឹងអញ្ចឹងខ្ញុំព្យាយាមប្រើភាសាខ្មែរឲ្យវារៀងនេះបន្តិចសាមញ្ញតិចទៅណាបងអញ្ចឹងបងមើលអានេះ graph ជាក់ស្ដែង